ឥឡូវនេះគេមានវ៉ាក់សាំងសម្រាប់ចាក់ការពារមេរោគអេដណាបងប្អូនថ្មីនេះដែរឆ្នាំ2025 FDA បានapprove មិនន័យថាអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំងដែលឈ្មោះថា Lenacapavir ដែលគេមួយឆ្នាំចាក់តែ2 ដងឯងបងប្អូនអាចជួយការពារបងប្អូនពីជំងឺអេដបានដោយនៅក្នុង clinical trial នៅការធ្វើតេស្តរបស់គេគឺអាចការពារបាន 100% តែម្ដង WHO ក៏បានផ្សព្វផ្សាយពីបញ្ហានឹងដែរអញ្ចឹងអ្នកខ្លះគាត់ថាចេះចុះបើអ្នកមានមេរោគអេដដែរធ្វើមិនទៅអាចជាមេរោគអេដបាននិយាយទៅខ្ញុំឃើញការសិក្សានៅសហរដ្ឋអាមេរិកមួយចំនួនគេអាចព្យាបាលមេរោគអេដបានប៉ុន្តែអាស្រ័យទៅលើមនុស្សទេហើយអាការវិធីព្យាបាលហ្នឹងអត់អាច repeat អត់អាចបន្តបានថាឥឡូវគេប្រើប្រាស់វិធីហ្នឹងព្យាបាលម្នាក់នេះជាប៉ុន្តែដល់ពេលយកមកអនុវត្តទៅលើម្នាក់ទៀតអត់បានផលដល់ពេលយកទៅអនុវត្តលើម្នាក់នោះទៀតបានផលរបៀបអញ្ចឹងគេអាចgeneralize បានទេអាចព្យាបាលបានទៅតាមមនុស្សដោយសារសែនរបស់ពួកគាត់ចំពោះវិធីសាស្ត្រដែលឥតខ្ចោះអាចប្រើប្រាស់បានគ្រប់គ្នាឡើយគឺអត់ទាន់មានទេប៉ុន្តែក៏មានការស្រាវជ្រាវកំពុងតែសិក្សារករកវិធីព្យាបាលដែរហើយក៏មានរដ្ឋាភិបាលបោះលុយទៅឲ្យអ្នកស្រាវជ្រាវគាត់ព្យាយាមរកអញ្ចឹងណាវិធីសាស្ត្រដែលគេកំពុងសិក្សានោះដូចមានជាការ edit gene សែនរបស់យើងហើយនឹង enhance immune cell ឲ្យអាប្រព័ន្ធការពាររាងកាយយើងស្គាល់អាមេរោគនឹងតែម្ដងដែលវាលាក់ក្នុងកោសិកាប្រព័ន្ធការពាររាងកាយទៅកម្ចាត់វាតែម្ដងឬក៏អាចគ្រប់គ្រងវាបានអញ្ចឹងណាហើយមួយទៀត functional cure តុកខ្មែរមេរោគអេដកំពុងតែផ្ទុះខ្លាំងដែរហ្នឹងអញ្ចឹងបើសិនជាមានការស្រាវជ្រាវរកឃើញវិធីសាស្ត្រព្យាបាលគឺល្អខ្លាំងមែនតើសម្រាប់បងប្អូនចង់បានស្បែកស្អាតមានសុខភាពល្អខ្ញុំណែនាំ Skin Care Labo ដែលជា brand កូនខ្មែរផលិតនៅប្រទេស New Zealand នៅក្នុងរោងចក្រដែលមានស្តង់ដារនេះគឺខ្ញុំជាមួយអ្នកជំនាញផលិតលើ Skin Care ក្នុងការផលិតយើងនៅមន្ទីរពិសោធន៍ពួកយើងទៅពិសោធន៍ផ្ទាល់ឲ្យខ្លួនឯង Skin Care មួយគឺចំណាយពេលពី2ឆ្នាំកន្លះទៅ3ឆ្នាំទៅអាចផលិតចេញបានហើយកន្លែង storage ខ្ញុំដើរនេះមិនមែនតែមួយជួរហ្នឹងណាគឺ10ជួរបងប្អូនរោងចក្រធំមែនតើគេមានដុកទ័រសើស្បែកនៅប្រចាំគេមានអ្នកជំនាញខាងគីមីវិទ្យាហើយនឹងអ្នកជំនាញខាងផលិត Skin Care មានម៉ាស៊ីនតេស្តជាច្រើនហើយរបស់យើងគឺធានាស្តង់ដារជូនតែម្ដងបងប្អូនប្រើប្រាស់ដោយទំនុកចិត្តមិនភ័យខ្លាចផលិតផលសុទ្ធអត់មានដាក់សារធាតុកាត់សារធាតុលាយស្តង់ដារអន្តរជាតិតែម្ដង